មួយប្រុសស្រីទាំង3កូនសមានបុណ្យចាស់មកច្រើនកើតមកមិនសូវពិបាកបើក្នុងធម៌ថាបុគ្គលនឹងចេះធ្វើបុណ្យសบายចិត្តទាំង4ពេលមុននឹងធ្វើក៏សบายចិត្តកំពុងតែធ្វើក៏សบายចិត្តធ្វើហើយក៏អត់ស្ដាយក្រោយដល់ពេលបានបុណ្យបុគ្គលនឹងកើតមកក្មេងក៏សំណុកវ័យកដាលក៏សំណុកចាស់ទៅក៏សំណុកដែរប៉ុន្តែបើយើងធ្វើបុណ្យពីដំបូងនោះដូចថាចិត្តមិនសូវជ្រះថ្លាទេកំពុងតែធ្វើទៅក៏ឃើញប្រសងឃើញអីក៏ជ្រះថ្លាទៅតែនឹងបុណ្យឲ្យផលតាមចេតនាយើងកើតមកដំបូងរៀងពិបាកទៅដល់ពេលវ័យកដាលប្រឹងរកស៊ីបានដល់ពេលចាស់វេទនាវិញដែរដោយសារក្នុងធម៌លោកហៅធ្វើបុណ្យមិនស្មើមានសិទ្ធិមួយនៅសម័យព្រះគាត់ធ្វើបុណ្យស្មើពីដំបូងពេលក្រោយអត់ស្មើគាត់ឃើញព្រះបច្ចេកពុទ្ធមុនបិណ្ឌបាតហើយគាត់ចេញមកពីធ្វើការម៉ោង11ជាងហើយក៏សួរលោកថាបានចង្ហាន់នៅលោកក៏មិនឆ្លើយថាម៉េចដែរដល់ទៅបើកមើលបាតអត់មានអញ្ចឹងក៏បញ្ញាប់ទៅផ្ទះទៅសួរថាមានបាយអត់នៅផ្ទះហ្នឹងទាំងមានតែបាយលោកសិទ្ធិហ្នឹងចឹងតើទៅយកបាតលោកមកដាក់បាយគេលោកជ្រះថ្លាណាមុនដំបូងក៏ជ្រះថ្លាធ្វើហ្នឹងក៏ជ្រះថ្លាប៉ុន្តែហើយតម្រាំមកដាំបាយម្ដងទៀតឆ្អិនវាយូរអញ្ចឹងវាហេវដល់ហេវចាប់ផ្ដើមមួម៉ៅឲ្យលោកអស់អាលីងលោកនោះឃើញយកទៅធ្វើអីទៅឆាន់សឹងឲ្យជឹកកម្មកកលីអញវិញគាត់បានធ្វើការងារផលបានមកធ្វើសេដ្ឋីធម្មតាប៉ុន្តែកំណាញ់ដោយសារឧបនិស្ស័យធ្វើឲ្យស្ដាយរបស់ហ្នឹងណាហ្នឹងហើយដល់ពេលចុងក្រោយទៅគួរឲ្យអណធម៌មិនធម្មតាសេដ្ឋីមិនអត់មានកូនណាដល់អត់មានកូនហើយអត់ចាយលុយវាសល់ដល់សល់ស្លាប់ទៅពរាជាយកទាំងអស់សម្បត្តិមហាសាលរបស់គាត់ណាអត់បានប្រើដែរអានឹងគេហៅអីមានទុកមើលវាអត់ស៊ីកើតបើន័យថាចេតនាដែលយើងដាំពូជនឹងមកវាមានលាយដោយសេចក្តីដែលកាយស្ដាយក្រោយណាចឹងយើងហ៊ានធ្វើឲ្យសบายចិត្តនឹងធ្វើបុណ្យណាញោមណាចឹងបើយើងបានផលមកវិញក៏បានស្មើបានឱកាសបំពេញទានជាទ្រព្យខាងក្នុងទ្រព្យរបស់ខាងក្រៅនេះក្នុងធម៌ថាជាផលបុណ្យចាស់ដោយស្រូវជង្រុកឆ្នាំចាស់ចឹងណាយើងកើបកិនយូរអស់បុណ្យចាស់ហើយចឹងយើងធ្វើទាននេះមិនថាចំពោះតែប្រសង់ទេពូឪពុកម្ដាយបងប្អូនឬក៏អ្នកខ្វះខាតបុណ្យកុសលហ្នឹងឧបមាដូចយើងបានធ្វើស្រូវឆ្នាំថ្មីយើងទៅព្រោះយើងទៅដកទៅស្ទូងហើយវានឹងបានផលថ្មីត្រឡប់មកយើងវិញបើយើងមានសទ្ធាមុតមមទៅយើងធ្វើទានអត់សូវស្ដាយទេឧបមាថាចាំម៉ែចាំឪមើលគាត់ឈឺជាអីចឹងលុះលាយនឹងធ្វើទានណាញោមណាហ្នឹងហើយកូនចៅខ្លះទៅញាតិញោមខ្លះវាមានអាសេចក្តីកំណាញ់គ្របសង្កត់តែមិនចាំបាច់ថាជាមួយអ្នកដតីតែម៉ែឪខ្លួនឯងហ្នឹងមិនរវល់ផងមានទេញោមមានទេហ្នឹងហើយពេលម៉ែឪឈឺអីចឹងអាណាចេញតែអាហ្នឹងណាងាប់ម្នាក់ឯងហ្នឹងទៅហើយខាតបុណ្យចង់និយាយថាពេលម៉ែឪស្លាប់អីពេលខ្លះមកឲ្យយំស្រែកពេលនៅរស់អត់ព្រមសូវមើលទេអាហ្នឹងខាតឱកាសសម្រាប់បំពេញបុណ្យខ្លួនឯង
ប៉ុន្តែបើអ្នកដែលមានសទ្ធាមុតមមដូចថាយើងធ្វើទៀនហ្នឹងវាមើលទៅវាអស់មែនដូចយើងយកស្រូវពូជមកល្អីយកទៅព្រោះក្នុងស្រែអញ្ចឹងណាអស់ស្រូវហ្នឹងឯងញោមអស់ពីល្អីតាប៉ុន្តែបានផលមកវិញហ៎បានច្រើនណាបានច្រើនយ៉ាងណាដូចថាយើងពយល់ចិត្តរបស់យើងកុំឲ្យវាកំណាញ់ណាយើងគិតថាយើងធ្វើទៀនហ្នឹងវាប្រយោជន៍សម្រាប់អ្នកទទួលហ្នឹងមែនជាម៉ែឪជាសាច់ញាតិអីជាអ្នកក្រីក្រហ្នឹងមកជាប្រសងប៉ុន្តែបានពូជប៉ុនមកយើងវិញឯងអត់វាអត់រត់ទៅណាឯងប៉ុនហ្នឹងហើយប៉ុនហ្នឹងណាតាមជួយយើងដូចម៉ែតាមជួយកូនអញ្ចឹងនៅក្នុងធម៌មាននិយាយពីរឿងទេវបុត្រមួយអង្គនោះធ្វើកាលពីនៅជាមនុស្សធ្វើសាលាប៉ុនសម្រាប់ប្រសង់ឆាន់នៅនឹងព្រៃនៅក្រុងពរិណសីព្រៃសិបតនមិគទាយវ័នគាត់ដូចថាលះព្រោះធ្វើសំណង់អស់លុយច្រើនណាស់មែនទេញាតិញោមណាហ្នឹងហើយបើគាត់លះចិត្តកំណាញ់គាត់ហ្នឹងក៏ប្រាប់ដែរគាត់ហ្នឹងប្រពន្ធគាត់ស្វិតហើយចេះររឿងប្តីវាប្តីធ្វើបន់ប៉ុន្តែគាត់ជាស្វាមីលះធ្វើគាត់បានបន់ណាប្រពន្ធអត់ត្រេកអរជាមួយអត់បានបន់ទៅបានអីញោមបានអីបានបាបគាត់វេថ្វាយព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃហើយប្រាសាទផុសនៅឋានត្រៃត្រឹងចាំគាត់ម្ចាស់ខ្លួនសម័យបន់អត់តន់ស្លាប់ពេលនៅមនុស្សឡើយប៉ុន្តែប្រាសាទផុសចាំឲ្យហើយបានព្រះមោគលានលោកមុនទៅឋានត្រៃត្រឹងឃើញមីនុំមីនាងនៅប្រាសាទហ្នឹងក៏សួរថាប្រាសាទហ្នឹងបោះពីណាទាំងប្រាសាទបោះឧបាសកដែលបានវេថ្វាយសាលាមានមុខ4ថ្វាយប្រសង់ហ្នឹងហើយលោកចាស់ត្រឡប់ទៅវិញជួយប្រាប់គាត់ផងឲ្យឆាប់មកទេវបុត្រនៅនេះអត់សុកអត់មានម្ចាស់ហើយយល់ណាចុងក្រោយក៏គាត់បានទៅបដិសន្ធិនៅក្នុងប្រាសាទហ្នឹងទៅចង់និយាយត្រឡប់មកវិញហ្នឹងថាបើយើងមានបុណ្យកុសលមានទានមានសិលមានភាវនាក្នុងខ្លួនពេលជួបគ្រោះជួបភ័យបុណ្យហ្នឹងតាមយើងរកវិធីម៉េចជួយយើងឲ្យរួចផុតពីគ្រោះពីភ័យឬក៏សម្រាលដែរអញ្ចឹងណាញោមឧទាហរណ៍ថាបាបចាស់វាឲ្យផល100អញ្ចឹងបើយើងមានបុណ្យដែលធ្លាប់ធ្វើមកហើយនឹងច្រើនក៏ជួយទប់ស្កាត់បាបហ្នឹងកុំឲ្យវាមកទាំងស្រុងដែរអញ្ចឹងណាហើយបើអត់មានបុណ្យជួយទេញោមបាបមក100យកទាំង100បណ្ដោយហើយដល់អ្នកខ្វះបុណ្យណាគេអត់មានចិត្តអាណិតជាមួយទេណាញាតិញោមខ្លះហ្នឹងណាបើមានបុណ្យទៅមានទុកមានភ័យគ្រាន់តែប្រាប់គ្រាន់តែខ្សឹបអីគេចឹងគេមានចិត្តអាណិតជួយចឹងណាអ្នកខ្លះហ្នឹងស្មាតទោសចុះដូចចោអីចឹងទៅលួចទៅឆក់អីគេវាយឲ្យគេអត់អាណិតទេមែនទេញាតិញោមណាអានឹងមានន័យថាបាបចាស់ហ្នឹងវាធ្វើឲ្យក្រីក្រទ្រព្យសម្បត្តិហើយអាបាបថ្មីហ្នឹងវាធ្វើឲ្យមានចិត្តលួចគេទៀតចឹងណាញោមណាដល់ចឹងទៅវាអត់មានអីនឹងឲ្យគេអាណិតកើតណាញោមតើណាញោមណាហ្នឹងហើយចឹងយើងព្យាយាមរកនៅទ្រព្យសម្បត្តិខាងក្នុងមិនមែនត្រឹមតែទានទេសិលក៏ជាទ្រព្យសម្បត្តិខាងក្នុងហើយនឹងភាវនាបុណ្យកុសលចម្រើនសមាធិវិបស្សនាហ្នឹងក៏ជាទ្រព្យសម្បត្តិខាងក្នុងជាទីពឹងយើងត្រូវត្រឡប់ទៅវិញយើងអត់ភ័យទេពយល់ខ្លួនឯងថាឧទាហរណ៍ថាដល់ថ្ងៃគេឲ្យចុះឲ្យផ្ទះសំណាក់ទៅនេះផ្ទះសំណាក់មកសំណាក់ផ្លែទៅចង់និយាយថាបន្តិចទៅគេដេញចុះពីរាងកាយនេះវិញហ្នឹងមែនទេញោមណាអញ្ចឹងពេលយើងនៅហ្នឹងយើងធ្វើអីបានជាប្រយោជន៍អីធ្វើបុណ្យអីសម្រាប់យើងបន្តទៅអនាគតជាតិទៀតហ្នឹងពេលយើងចាក់ចេញពីរាងកាយផ្ទះសំណាក់នេះអូដល់ពេលចុះក៏ចុះប៉ុន្តែអញមានលុយសម្រាប់ទៅជួលផ្ទះថ្មីល្អអត់ភ័យទេចឹងណាញោមមានអ្នកណាជិះផុតទេញាតិញោមស្លាប់មានអ្នកណាជិះផុតទេអត់ទេ
ចឹងតើយើងរកទ្រព្យសម្បត្តិខាងក្នុងហ្នឹងសម្រាប់ធ្វើដំណើរបន្តទៅទៀតពេលណាគេឲ្យយើងចុះព្រមចុះហើយយើងមានទ្រព្យសម្បត្តិសម្រាប់ទៅជួលផ្ទះថ្មីចឹងណាញាតិញោមណាអនុមោទនា